ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាគឺរបៀបបដូរឈ្មោះ Facebook តាមរយៈទូរស័ព្ទដៃបាទអញ្ចឹងដើម្បីបើសិនជាបងប្អូនណាចេះហើយបងប្អូនអាចមើលវីដេអូផ្សេងៗទៅអញ្ចឹងបងប្អូនណាដែលមិនទាន់ចេះបងប្អូនអាចមើលវីដេអូរបស់ខ្ញុំនេះបានដើម្បីដឹងថាតើធ្វើមិនដើម្បីផ្លាស់ប្ដូរឈ្មោះ Facebook បានបាទអញ្ចឹងយើងចូលទៅកាន់កម្មវិធី Facebook របស់យើងឬក៏ចូលទៅកាន់ account Facebook របស់យើងតែម្ដងបាទតោះមកយើងចូលទៅកាន់ profile របស់យើងដែលកន្លែង profile សម្រាប់ switch to page បងប្អូន profile នៅខាងលើនេះបាទចុចមកកន្លែងហ្នឹងមកបាទចុចមកបងប្អូនទៅរកពាក្យថា setting and privacy បាទចុចទៅលើពាក្យ setting and privacy មកតបបងប្អូនចុចទៅលើពាក្យ setting នៅខាងលើនេះបាទបន្ទាប់ពីបងប្អូនចុចទៅលើពាក្យ setting ហើយបងប្អូនចុចទៅលើអក្សរដាត់ពណ៌ខៀវនេះគេដាក់ថា CNAME in account center បាទ CNAME in account center បាទអញ្ចឹងចុចលើអក្សរដាត់ខៀវនោះមកបន្ទាប់មកបងប្អូនចុចទៅលើពាក្យលើរូប profile នេះតែម្ដងបាទចុចទៅលើរូប profile ហើយយើងចុចទៅលើ profile យើងបន្តទៀតបាទបន្ទាប់មកគឺបងប្អូននឹងឃើញនៅកន្លែងនេះមាន name មាន surname មាន profile picture មាន avatar អញ្ចឹងមានន័យថាខាងលើបងប្អូនអាចបដូរឈ្មោះកន្លែង username នេះបងប្អូនអាចបដូរ username profile picture នេះបងប្អូនអាចបដូររូបភាព profile ហើយ avatar នេះបងប្អូនអាចបង្កើតរូប avatar សម្រាប់ profile picture របស់បងប្អូនបានអញ្ចឹងយើងចង់បដូរឈ្មោះអញ្ចឹងយើងចុចទៅលើ name នេះតែម្ដងប្រអប់ខាងលើគេតើបងប្អូនអាចបដូរខាងលើក៏បានបដូរខាងក្រោមក៏បានបដូរទាំងពីរក៏បានតែឥឡូវខ្ញុំសូមបដូរតាមក្រោមទេក្រោមហ្នឹងខ្ញុំចង់បដូរចង់លុបវាចេញហើយខ្ញុំបដូរដាក់អីផ្សេងឧទាហរណ៍ថាខ្ញុំចង់ដាក់ថានីតាចឹងតាឧទាហរណ៍នីតាបាទឥឡូវខ្ញុំបដូរដាក់នីតាហើយបាទជាប់មកនីតាណាចាស់នីតាណាចាស់ដល់រៀងវែងទៅបងប្អូនបាទនីតាណាបាទតបមកគឺយើងមកមើលខាងក្រោមនេះនឹងមានពាក្យថា review change អញ្ចឹងបងប្អូនចុចទៅលើ review change នេះតែម្ដងបាទតបមកវាឲ្យយើងជ្រើសរើសឈ្មោះថានីតាណាខាងលើឬក៏នីតាណានៅដើមអញ្ចឹងណាអញ្ចឹងយើងខ្ញុំយកលើនេះតែម្ដងអញ្ចឹងយើងយក save setting មក save change បាទចុច save change មកគឺមានន័យថាឈ្មោះដែលយើងបដូរមិនគឺជាប់ហើយបងប្អូនឥឡូវយើងបដូរឈ្មោះឲ្យមិនចាំបាច់ចុច password អីទេគឺបដូរប៉ុណ្្នឹងគឺបានឥឡូវយើងដេកមកក្រោយវិញបងប្អូនដេកមកក្រោយវិញមកបាទបែកថយក្រោយមិញតើវាចេញអត់នេះចេញនីតាណាចេញបងប្អូនឃើញបាទយើងបើកតែ account នេះធម្មតាវិញមកបាទចុចមកនេះឃើញវាបានបដូរឈ្មោះតាមអ្វីដែលយើងដាក់មិញហើយបាទអញ្ចឹងនេះគឺជារបៀបបដូរឈ្មោះ Facebook តាមរយៈទូរស័ព្ទដៃងាយៗបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងទេបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយបាយបាយ